និស្សិតដែលកំពុងប្រឈមនឹងវិបត្តិបាក់ទឹកចិត្ត5វិធីដើម្បីជួយឲ្យការសិក្សាប្រសើរឡើងនៅក្នុងការសិក្សាថ្នាក់ឧត្តមសិក្សាប្រសិនបើមានជំងឺបាក់ទឹកចិត្តមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឧបសគ្គរារាំងដល់សមត្ថភាពនៃការផ្ដោតអារម្មណ៍និងការសិក្សាផងដែរទោះជាយ៉ាងណាក៏ដោយតាមរយៈការអនុវត្តយុទ្ធសាស្ត្រសិក្សាបែបវិទ្យាសាស្ត្រនិងការយល់ចិត្តខ្លួនឯងបុគ្គលដែលស្ថិតក្នុងស្ថានភាពនេះនៅតែអាចសម្រេចបាននូវលទ្ធផលសិក្សាល្អ1. បំបែកកិច្ចការធំឲ្យទៅជាចំណែកតូចបំផុតជំហានដំបូងគឺការកាត់បន្ថយសម្ពាធផ្លូវចិត្តតាមរយៈការបំបែកកិច្ចការធំឲ្យទៅជាផ្នែកតូចដែលងាយស្រួលគ្រប់គ្រងជំនួសឲ្យការកំណត់គោលដៅបញ្ចប់នៃ Capboard ឬការរំលឹកមេរៀនប្រឡងក្នុងពេលតែមួយនិស្សិតគួររៀបចំបញ្ជីការងារដែលមានលក្ខណៈសាមញ្ញបំផុតដូចជាការសរសេរត្រឹមមួយថាខណ្ឌឬការអានសៀវភៅត្រឹមមួយទំព័រវិធីសាស្ត្រនេះជួយឲ្យខួរក្បាលមិនមានអារម្មណ៍ថាលើសចំណុះនិងបង្កើនភាពជឿជាក់លើខ្លួនឯងជាជំហាន 2. កុំខ្វល់រឿងសោភ័ណភាពក្នុងដំណាក់កាលនៃវិបត្តិផ្លូវចិត្តការបំពេញកិច្ចការឲ្យបានរួចរាល់គឺមានតម្លៃជាងភាពឥតខ្ចោះមិនថាជាកំណត់ត្រាមេរៀនឬកិច្ចការផ្ទះនិស្សិតមិនចាំបាច់ផ្ដោតខ្លាំងលើសោភ័ណភាពឬភាពស្អាតបាតហួសហេតុនោះទេអ្វីដែលសំខាន់គឺការបន្តសម្រេចកិច្ចការឲ្យបានទាន់ពេលវេលាឬការយល់ព្រមទទួលយកលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងតាមលទ្ធភាពជាក់ស្ដែងព្រោះលទ្ធផលដែលមិនល្អឥតខ្ចោះក៏នៅតែមានតម្លៃជាងការបោះបង់ចោល 3. ផ្លាស់ប្ដូរបរិយាកាសសិក្សាការស្ថិតនៅក្នុងបន្ទប់ម្នាក់ឯងក្នុងរយៈពេលយូរអាចបង្កើនអារម្មណ៍ឯកោនិងភាពអសកម្មការផ្លាស់ប្ដូរទីកន្លែងសិក្សាទៅកាន់បណ្ណាល័យឬហាងកាហ្វេដែលមានមនុស្សម្នាការស្ថិតក្នុងបរិយាកាសដែលមានមនុស្សកំពុងបំពេញការងារនឹងជួយឲ្យអ្នកមានអារម្មណ៍ថាមានការទទួលខុសត្រូវនិងកាត់បន្ថយភាពឯកោម្យ៉ាងបរិយាកាសដែលមានមនុស្សជុំវិញខ្លួនកំពុងបំពេញកិច្ចការនឹងក្លាយជាកម្លាំងរុញច្រានដោយប្រយោលដែលជួយឲ្យនិស្សិតអាចផ្ដោតអារម្មណ៍បានល្អជាងការសិក្សានៅលើគ្រែដែលងាយនឹងបង្កឲ្យមានអារម្មណ៍ងុយគេងឬការគិតអវិជ្ជមាន 4. ការកំណត់ពេលវេលាការសិក្សាប្រកបដោយប្រសិទ្ធភាពមិនមែនអាស្រ័យលើរយៈពេលវែងនោះទេប៉ុន្តែអាស្រ័យលើគុណភាពនៃការផ្ដោតអារម្មណ៍ជំងឺបាក់ទឹកចិត្តធ្វើឲ្យថាមពលរបស់អ្នកចុះខ្សោយចូលតាមដានមើលថាតើក្នុងមួយថ្ងៃពេលណាដែលអ្នកមានអារម្មណ៍ថាអាចផ្ដោតអារម្មណ៍បានល្អបំផុតឧទាហរណ៍ម៉ោង2រសៀលប្រើប្រាស់ពេលវេលានោះដើម្បីសិក្សាឲ្យបានខ្លីតែមានប្រសិទ្ធភាពការប្រើប្រាស់បច្ចេកទេសសិក្សាក្នុងរយៈពេលខ្លីនិងការអនុញ្ញាតឲ្យខ្លួនឯងមានការវិភាគសម្រាកឲ្យបានគ្រប់គ្រាន់គឺជាគន្លឹះដែលជួយរក្សាថាមពលខួរក្បាលមិនឲ្យឆាប់អស់កម្លាំង 5. ការលើកទឹកចិត្តខ្លួនឯងជាចុងក្រោយការអប់រំផ្លូវចិត្តខ្លួនឯងគឺជារឿងមិនអាចខ្វះបានវានឹងមានថ្ងៃខ្លះដែលអ្នកមិនអាចធ្វើអ្វីបានសោះសូម្បីតែការងើបពីគ្រែក្នុងថ្ងៃបែបនោះសូមកុំបន្ទោសខ្លួនឯងជំងឺបាក់ទឹកចិត្តគឺជាស្ថានភាពសុខភាពមិនមែនជាភាពខ្ជិលច្រអូសនោះទេចូលអបអរសាទររាល់ជោគជ័យតូចតាចដែលអ្នកធ្វើបានទោះបីជាគ្រាន់តែអានសៀវភៅបានមួយទំព័រក៏ដោយ